បាទសួស្តីបងប្អូនទាំងគ្នាបាទមួយរយៈនេះមានបងប្អូនសួរច្រើនថាSD Changer ហ្នឹង support Facebook Live ហ្នឹង support មិនហើយធ្វើមិនបានដឹងថាតេស្តធ្វើមិនបានដឹងថា SD Changer ហ្នឹង support Facebook Live អ្នកខ្លះក៏អត់ដឹងពាក្យ support ហ្នឹងថាយ៉ាងម៉េចទៀតចឹងណាចឹងឥឡូវខ្ញុំមកតេស្តឲ្យអ្នកទាំងគ្នាមើលឥឡូវខ្ញុំមាន2 LD អានេះ LD នេះគឺសម្រាប់ SD Changer LD នេះគឺសម្រាប់ Mac Chang ចឹងវិធីមើលអត់មានអីពិបាកទេអាណាដែលមាន app Mac Chang លើហ្នឹងមាន LS Post អីនៅហ្នឹងអាហ្នឹងអ្នកកម្មវិធី LS Post នេះគឺអាហ្នឹងគឺជា Mac Chang ហើយចឹងអានេះវាមាន app SD Changer នៅហ្នឹងគឺសម្រាប់ SD Changer ហើយចឹងឥឡូវវិធីតេស្តអត់មានអីពិបាកទេយើងគ្រាន់តែយក account យើងរបស់យើងមាន file backup ស្រាប់ក៏បានឬក៏ account ដែលអត់មាន file backup ក៏បានដែរចឹងឥឡូវ account ទី1នេះខ្ញុំតេស្តទៅលើ SD Changer ចឹងយើង select កន្លែង SD Changer មកបាទខ្ញុំយក SD Changer ហើយខ្ញុំយក reinstall បាទចឹងយក open menu មួយមកយើងបើក account ហ្នឹងបាទចឹងអានេះវាខ្ញុំឲ្យវាបើកនៅលើ Mac Chang ទៅអញ្ចឹងខ្ញុំកន្លែងនេះខ្ញុំរើសយក Mac Chang បាទហើយយើង open menu មកយើងយកអាមាន file backup ក៏បានឬក៏យើង login ថ្មីក៏បានដែរបាទឥឡូវ SD Changer បើកចេញមកហើយអញ្ចឹងយើងចូលមកក្នុង device មកយើងចូលក្នុង setting យើង check មើលមកអានេះយើងតេស្តមើលបាទ security បាទហើយយើងមើល device ដែលយើង login មកនេះ Galaxy S24 Ultra អញ្ចឹងយើងមើល device info លើតារាងយើងមកនេះអានេះ Galaxy 24 Ultra ឥឡូវយើងមើលលើ Mac Chang ម្ដងបាទនេះ A21 នេះ Galaxy A21 បាទអញ្ចឹងយើង install Facebook Live ចូលមក install ទាំងពីរបណ្ដោយមកបាទ APK អានេះយើងតេស្តដៃទេបាទយើង install Facebook Live ហើយយើងបើក Facebook Live មកទាំងពីរមកបាទយើង login មកសម្រាប់នេះបើមុនហ្នឹងបើសិនជាខ្ញុំយក open menu with Facebook Live វាបើកជាមួយ open Facebook Live ហ្មងតែនេះខ្ញុំតេស្តឲ្យអ្នកទាំងគ្នាខ្ញុំធ្វើតាមដៃវិញបាទយើង copy password ដាក់ម្ដងមួយមក login ចូលមកបាទបាទនេះគឺ Facebook Live ដូចគ្នាអានេះជា Mac Chang អានេះជា SD Changer ឥឡូវយើងចូលមកមើល device នៅក្នុង Facebook Live នៅក្នុង SD Changer មកមើលថាវាដូចគ្នាអត់ setting បាទអ្នកឃើញទេ S24 Ultra ដូចគ្នា Facebook Live ក៏ S24 Ultra នេះ S24 Ultra ហើយនៅក្នុង Facebook Q ក៏ S24 Ultra បាទឥឡូវយើងមកមើល Mac Chang វិញថាវា support អត់យើងចូល setting មកអានេះទៅចេញ Vivo ឯនេះ Vivo X Fold អានេះបាទន័យថាMac Chang គឺអត់ស្គាល់ Facebook Live ទេអត់ support Facebook Live ទេអញ្ចឹងវាទៅចាប់លើ model របស់ LD នេះ LD នេះវាជារបស់ Vivo អញ្ចឹងវាចាប់លើ model Zin ហ្នឹងអញ្ចឹងណាបាទអញ្ចឹង SD Changer គឺ support Facebook Live គឺអញ្ចឹងឯងគឺបានន័យថាយើង device ហ្នឹង model ហ្នឹង S24 Ultra យើង login លើ Facebook Q S24 Ultra យើង login លើ Facebook Live ក៏ S24 Ultra ដែរបាទអញ្ចឹងវីដេអូ demo មានប៉ុណ្្នឹងឯងអ្នកទាំងគ្នាអាចតេស្តខ្លួនឯងបាន